เรื่องราวរបស់អំបូរមនុស្សនៅកោះ Flores ដែលពិភពលោកដាក់រហស្សនាមឲ្យថាមនុស្សទឿគឺជាការរកឃើញដ៏រំភើបបំផុតមួយក្នុងប្រវត្តិសាស្ត្រមនុស្សជាតិតើពួកគាត់គឺជានរណាពួកគាត់គឺជាប្រភេទមនុស្សទឿដែលរស់នៅលើកោះ Flores ប្រទេសឥណ្ឌូនេស៊ីកាលពីប្រហែលជា 50,000 ទៅ 100,000 ឆ្នាំមុនពួកគាត់មិនមែនជាមនុស្សភពផ្កាយទេប៉ុន្តែជាសាច់ញាតិឆ្ងាយរបស់យើងពួកគាត់មានរូបរាងដ៏ចម្លែកពួកគាត់មានកម្ពស់មធ្យមត្រឹមតែ1ម៉ែត្រប៉ុណ្ណោះប្រហែលនឹងក្មេងអាយុ 3 ឆ្នាំនាពេលបច្ចុប្បន្នគាត់មានទម្ងន់ប្រហែលជា 25 គីឡូក្រាមនិងមានខួរក្បាលតូចខ្លាំងប៉ុន្តែពួកគាត់ឆ្លាតវៃអាចផលិតឧបករណ៍ថ្មសម្រាប់បរបាញ់និងចេះប្រើប្រាស់ភ្លើងយ៉ាងស្ទាត់ជំនាញការរស់នៅជាមួយសត្វយក្សនិងសត្វទឿកោះ Flores កាលពីសម័យនោះគឺជាកន្លែងដែលមានប្រព័ន្ធអេកូឡូស៊ីប្លែកបំផុតពួកគាត់ត្រូវបរបាញ់ដំរីទឿដែលមានទំហំប៉ុនគោធម្មតាពួកគាត់ត្រូវប្រឈមមុខនឹងសត្វកណ្ដុរយក្សទំហំប៉ុនឆ្មានិងសត្វកូម៉ូដូហេតុអ្វីបានជាពួកគាត់ទឿខ្លាំងអ្នកវិទ្យាសាស្ត្របានពន្យល់ថានៅពេលដែលសត្វឬមនុស្សរស់នៅលើកោះដាច់ដោយឡែកដែលពុំមានអាហារគ្រប់គ្រាន់សម្រាប់រាងកាយរបស់ពួកគេនឹងវិវត្តទៅជាតូចទៅបើសិនជាបងប្អូនមិនទាន់បានធ្វើការ like និង follow page សូមបងប្អូនធ្វើការ like និង follow page ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តសូមអរគុណវីដេអូនេះដំណើរការបានទៅដោយ V Cafe ឈ្ងុយឆ្ងាញ់លើសពីកាហ្វេធម្មតាសម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺអាចញ៉ាំបានជួយសម្រួលដល់សរសៃឈាមបេះដូងលើសជាតិខ្លាញ់ជាតិអាស៊ីតនាំចូលពីប្រទេសម៉ាឡេស៊ីដោយក្រុមហ៊ុន Volten International ទំនាក់ទំនងលក់ដុំនិងរាយតាមរយៈ Facebook Page និង Telegram នៅខាងក្នុងវីដេអូ